វិជាស្ថានបច្ចេកទេសឧស្សាហកម្មផ្ដល់អាហារូបករណ៍ 1160 កន្លែងលើ 16 ជំនាញនិងប្រាក់ឧបត្ថម្ភដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ វិជាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ដល់អាហារូបករណ៍ចំនួន 1160 កន្លែងលើ 16 មុខជំនាញដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ TVET 1.5M សម្រាប់ប្រជាពលរដ្ឋនិងយុវជនដែលមិនមានជាក្រុមគោលដៅក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយមុខជំនាញទាំង 16 នោះរួមមានការថែទាំនិងជួសជុលរថយន្តការថែទាំនិងជួសជុលអគ្គិសនីរថយន្តការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្តការថែទាំនិងជួសជុលម៉ាស៊ីនធុនតូចការថែទាំនិងជួសជុលតូចក្រយានយន្តការតោននិងបាញ់ថ្នាំការថែទាំនិងជួសជុលរថយន្តអគ្គិសនីសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានសេវាកម្មបរិក្ខារផ្ទះបាយការផ្សារអគ្គិសនីការបង្ស៊ីលោហៈការផ្សារឧស្ម័នការបោកអ៊ុតសម្លៀកបំពាក់ការបញ្ជាម៉ាស៊ីនបោះពុម្ពនិងការដេរសម្លៀកបំពាក់ការដំឡើងនិងថែទាំចន្ទាយន្តការសិក្សាវគ្គថ្មីនេះនឹងចាប់ផ្ដើមជារៀងរាល់ដើមខែនីមួយៗសម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀនសូមតាក់ទងទៅកាន់លេខទូរស័ព្ទ015 821 827 016 821 827 ឬអញ្ជើញមកដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មដោយផ្ទាល់ដែលមានអាសយដ្ឋាននៅតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីច្រកចូលខាងកើតជាប់របងវត្តទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ